ពិសេសគឺក្មេងៗតែម្ដងបងប្អូនទាំងអស់គ្នាព្រោះឯនៅថ្ងៃចុងសប្តាហ៍នៅពេលដែលគេទំនេរពីការងារឬក៏ការសិក្សាគឺពួកគាត់នឹងមកលំហែកម្សាន្តនៅទីនេះឯងហើយកន្លែងនេះគឺជាផ្លូវដែលយើងដើរទៅហាងកាហ្វេដើម្បីទិញកាហ្វេជាទិដ្ឋភាពនៃមាត់ទន្លេវ៉ៃគោនៅពេលភ្លឺបងប្អូនអាចមើលបាននៅតាមមាត់ទន្លេមួយនេះក៏មានអ្នកមកលេងកម្សាន្តច្រើនផងដែរបងប្អូនទាំងអស់គ្នាជាពិសេសគឺនៅពេលល្ងាចបងប្អូនដែលអ្នកនៅជិតៗហ្នឹងគឺគាត់មកធ្វើការហាត់ប្រាណអ្នកខ្លះគាត់ជិះកង់ហាត់ប្រាណអ្នកខ្លះរត់ហាត់ប្រាណហើយអ្នកជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូមួយនេះនេះគឺជាវីដេអូទី2របស់ខ្ញុំបាទហើយនៅក្នុងវីដេអូមួយនេះដែរខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនានៅទិដ្ឋភាពមួយកន្លែងដែលមានឈ្មោះថា Resort កូនកាត់ Resort កូនកាត់គឺជារមណីយដ្ឋានមួយកន្លែងនៅក្នុងចំណោមរមណីយដ្ឋានផ្សេងៗទៀតនៅក្នុងខេត្តស្វាយរៀងដែលមានភាពទាក់ទាញនិងសម្បូរអ្នកមកលេងកម្សាន្តចំពោះទេសភាពនៅទីនេះវិញពុកម៉ែបងប្អូនទាំងអស់គ្នាគឺថាក៏ស្អាតមិនធម្មតាដែរនេះគឺសម្រាប់អ្នកដែលចូលចិត្តដើរលេងកម្សាន្តតាមបែបកន្លែងធម្មជាតិដោយសារនៅទីនេះគឺសម្បូរទៅដោយរុក្ខជាតិតូចធំនិងផ្កាចម្រុះពណ៌ហើយនៅទីនេះក៏មានអ្នកយាមម៉ូតូដែរតែខ្ញុំមិនដឹងថានៅក្នុងម៉ូតូមួយគ្រឿងគេយកប្រមាណដែរបងប្អូនអ្នកដែលធ្លាប់ផ្ញើម៉ូតូនៅទីនោះជួយខមមិនឲ្យខ្ញុំបានដឹងផងអរគុណអញ្ចឹងចំពោះអ្នកដែលមិនទាន់បានដឹងទិដ្ឋភាពនៅទីនេះបន្តិចទៀតខ្ញុំនឹងបង្ហាញឲ្យបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងចំពោះអ្នកនៅខេត្តស្វាយរៀងចំពោះបងប្អូនពូមីងពុកម៉ែយាយតាទាំងអស់នៅក្នុងថ្ងៃចុងសប្តាហ៍ឬក៏ថ្ងៃទំនេរមិនដឹងថាទៅលេងនៅទីណាអាចមកលេងកម្សាន្តនៅទីនេះបានចំពោះអ្នកដែល set ឬ stress រឿងការងារអីគឺមកទីនេះត្រូវឲ្យបងប្អូនទាំងអស់គ្នាព្រោះអីនៅទីនេះសម្បូរទៅដោយកន្លែងធម្មជាតិកន្លែងថតរូបនិងកន្លែងលេងកម្សាន្តបងប្អូនអាចមកជាលក្ខណៈគ្រួសារក៏បានលក្ខណៈដៃគូសង្សារក៏បានឬក៏អាចមកលក្ខណៈ alone ក៏បានដែរចំពោះខ្ញុំគឺខ្ញុំមកជាមួយក្រុមគ្រួសារហើយនេះគឺជាលើកទី1របស់ខ្ញុំដែលមកលេងនៅទីនេះផងដែរហើយបើបងប្អូនសួរខ្ញុំថាមកលេងនៅ resort មួយនេះសប្បាយអត់ចម្លើយនោះគឺសប្បាយបងប្អូនទាំងអស់គ្នាចំពោះខ្ញុំឲ្យតែបានដើរលេងនៅកន្លែងបែបធម្មជាតិនិងសម្បូរកន្លែងថតរូបដូចនេះគឺដឹងតែសប្បាយចិត្តហ្មងហើយកន្លែងនេះក្មួយប្រុសនិងប្អូនស្រីខ្ញុំគេឃើញរូបបាតដៃហ្នឹងក៏នាំគ្នាឡើងទៅលេងនៅពេលដែលខ្ញុំឡើងទៅដែរទៅបងប្អូនទាំងអស់គ្នាមានអីញ័រជើងមានអីពុកម៉ែបងប្អូនទាំងអស់គ្នានៅទីនេះក៏មានភាពសប្បាយមួយយ៉ាងហើយជាពិសេសក៏មានមនុស្សមកលេងកម្សាន្តច្រើនកកផងដែរអ្វីដែលខ្ញុំចូលចិត្តនោះគឺកន្លែងថតរូបដោយសារនៅទីនេះគឺមានប្លង់ថតរូបស្អាតបែបធម្មជាតិច្រើនមែនទែនចំពោះទីតាំងនៃ resort មួយនេះគឺមានទីតាំងស្ថិតនៅជាប់ទន្លេវ៉ៃគោនៃខេត្តស្វាយរៀងបើបងប្អូនធ្វើដំណើរពីទីរួមខេត្តស្វាយរៀងអាចធ្វើដំណើរប្រហែល10នាទីគឺមកដល់ហើយបងប្អូនទាំងអស់គ្នាអញ្ចឹងចំពោះទីតាំងខ្ញុំនឹងដាក់នៅខាងក្រោមវីដេអូមួយនេះនិយាយត្រង់ទៅបងប្អូនទាំងអស់គ្នានៅ resort មួយនេះនៅពេលល្ងាចគឺមានលក្ខណៈត្រជាក់ស្រួលមែនទែនដោយសារអីគឺនៅជាប់នឹងទន្លេតែម្ដងនោះគឺទន្លេវ៉ៃគោរបស់យើងពិសេសគឺនៅពេលមានខ្យល់បក់មកគឺមានលក្ខណៈត្រជាក់សន្សឹមតែម្ដងអូប៊ីភ្លេចប្រាប់បងប្អូនទាំងអស់គ្នានៅទីនេះក៏គេមានលក់កាហ្វេផងដែរដែលគេដាក់ឈ្មោះថាកាហ្វេទន្លេនៅពេលបងប្អូនទិញកាហ្វេមួយកែវតម្លៃ 8,000 រៀលបងប្អូននឹងទទួលបានសំបុត្រមួយទៅលេងនៅកន្លែងមួយនេះអធិស្ឋានផងពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំកំពុងថតនឹងគឺពេលល្ងាចទៅហើយម៉ោងប្រហែល 5 កន្លះអញ្ចឹងនៅក្នុងវីដេអូនេះគឺអាចមានលក្ខណៈស្រអាប់ឬក៏រាងងងឹតដោយសារចាំងនឹងកម្ដៅថ្ងៃលិចតែមិនថ្មីទេពុកម៉ែបងប្អូនទាំងអស់គ្នាគឺនៅអាចមើលបានបន្តិចទៀតបន្ទាប់ពីចេញពី resort មួយនេះខ្ញុំនឹងនាំពុកម៉ែអំបងទាំងអស់គ្នាមកមើលទិដ្ឋភាពនៅមាត់ទន្លេវ៉ៃគោនៅពេលព្រលប់វិញម្ដងបងប្អូនមានឆ្ងល់អត់ថាទេកាលមើលវីដេអូពីក្បាលដំបងគឺឃើញសុទ្ធតែម៉ូតូទំនងជាមានអ្នកមកលេងនៅទីនេះច្រើនហើយប៉ុន្តែមើលនៅក្នុងវីដេអូគឺដូចអត់សូវមានមនុស្សសោះចំពោះចម្លើយហ្នឹងគឺមិនបាច់ឆ្ងល់ទេបងប្អូនទាំងអស់គ្នាដោយសារខ្ញុំអត់ហ៊ានថតគេនឹងឯងតាមពិតទៅថ្ងៃដែលខ្ញុំមកថតនេះក៏មានមនុស្សច្រើនដែរបងប្អូនទាំងអស់គ្នាភាគច្រើនគឺសុទ្ធតែយុវជនយុវនារីពិសេសគឺក្មេងៗតែម្ដងបងប្អូនទាំងអស់គ្នាព្រោះឯនៅថ្ងៃចុងសប្តាហ៍នៅពេលដែលគេទំនេរពីការងារឬក៏ការសិក្សាគឺពួកគាត់នឹងមកលំហែកម្សាន្តនៅទីនេះឯងហើយកន្លែងនេះគឺជាផ្លូវដែលយើងដើរទៅហាងកាហ្វេដើម្បីទិញកាហ្វេបងប្អូននេះគឺគេរចនាបានស្អាតមែនទែននេះគេមានបាញ់ផ្សែងនៅក្នុងទឹកធ្វើដូចជាលក្ខណៈទឹកពុះអញ្ចឹងហើយបើបងប្អូនដើរទៅមុខបន្តទៀតនឹងដល់ហាងលក់កាហ្វេហើយបងប្អូនអាចទិញកាហ្វេនៅខាងមុខនោះបាន
នៅក្នុងរីសតមួយនេះគឺខ្ញុំស្រឡាញ់កន្លែងនឹងជាងគេបងប្អូនទាំងអស់គ្នាដោយសារនៅទីហ្នឹងគឺសម្បូរដើមឈើនៅពីលើស្លឹកឈើហើយនៅខាងក្រោមគឺមានទឹកដូច្នេះនៅកន្លែងនេះគឺមានលក្ខណៈត្រជាក់ហើយខ្ញុំជឿថាអ្នកដែលមកទីនេះភាគច្រើនក៏សុទ្ធតែចូលចិត្តកន្លែងនឹងដូចខ្ញុំដែរបងប្អូនទាំងអស់គ្នាតែពេលមកដល់ទីនេះសូមដើរប្រុងប្រយ័ត្នផងប្រយ័ត្នធ្លាក់ទឹកខ្ញុំនិយាយមែនតើបងប្អូនទាំងអស់គ្នាតែទឹកនឹងគឺរាក់ទេបងប្អូនហើយនេះក្មួយខ្ញុំគេឆ្ងល់អាប់ដុំផ្សែងថៃបានវាចេញផ្សែងគេយកដៃទៅប៉ះហើយខាងឆ្វេងដៃនេះគឺកន្លែងសម្រាប់អង្គុយហូបកាហ្វេនឹងបងប្អូនអូខេពុកម៉ែបងប្អូនអ៊ំពូមីងតាយាយទាំងអស់គ្នាចំពោះវីដេអូនៅក្នុងរីសតកូនកាត់មួយនេះគឺមានតែប៉ុណ្្នឹងឯងហើយបន្តិចទៀតនេះខ្ញុំនឹងនាំអ៊ំបងទាំងអស់គ្នាទៅទស្សនាទិដ្ឋភាពនៅមាត់ទន្លេវ៉ៃគោនៅពេលប្រលប់វិញម្ដងអូខេនេះគឺខ្ញុំបានមកដល់មាត់ទន្លេវ៉ៃគោហើយបងប្អូនទាំងគ្នានៅពេលដែលមកដល់ដំបូងហ្នឹងគឺនៅភ្លឺនៅឡើយទេនៅពេលដែលមកដល់បានមួយសន្ទុះហ្នឹងគឺចាប់ផ្ដើមងងឹតតែម្ដងបងប្អូនហើយនេះជាទិដ្ឋភាពនៃមាត់ទន្លេវ៉ៃគោនៅពេលភ្លឺបងប្អូនអាចមើលបាននៅតាមមាត់ទន្លេមួយនេះក៏មានអ្នកមកលេងកម្សាន្តច្រើនផងដែរបងប្អូនទាំងអស់គ្នាជាពិសេសគឺនៅពេលល្ងាចបងប្អូនដែលអ្នកនៅជិតហ្នឹងគឺគាត់មកធ្វើការហាត់ប្រាណអ្នកខ្លះគាត់ជិះកង់ហាត់ប្រាណអ្នកខ្លះរត់ហាត់ប្រាណហើយអ្នកខ្លះក៏គាត់មកហាត់ប្រាណនៅលើសួនច្បារហ្នឹងដែរដោយសារនៅលើសួនច្បារហ្នឹងគឺមានរបស់សម្រាប់ហាត់ប្រាណផងដែរដោយឡែកនៅទីនេះក៏មានកន្លែងលក់ដូរចម្រុះផងដែរបងប្អូនអាចកម្មង់ម្ហូបអាហារតាមតម្រូវការរបស់បងប្អូនបានអូខេនេះគឺជាទិដ្ឋភាពនាពេលប្រលប់នៅមាត់ទន្លេវ៉ៃគោខេត្តស្វាយរៀងរបស់យើងចំពោះទិដ្ឋភាពនាពេលយប់នៅទីនេះគឺសម្បូរទៅដោយភ្លើងពណ៌ចម្រុះពណ៌ពិសេសគឺមានមនុស្សច្រើនកកហើយជាបន្តទៅនេះខ្ញុំនឹងលម្អិតអំពីមាត់ទន្លេវ៉ៃគោជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាថាតើទន្លេវ៉ៃគោនេះមានលក្ខណៈដូចម្តេចខ្លះដូច្នេះដើម្បីកុំឲ្យខាត់ពេលយូរតោះយើងមកទស្សនាទាំងអស់គ្នាខេត្តស្វាយរៀងស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញមានចម្ងាយប្រមាណ125គីឡូម៉ែត្រមានព្រំប្រទល់ខាងលិចនិងខាងជើងទល់នឹងខេត្តព្រៃវែងខាងកើតនិងខាងត្បូងទល់នឹងខេត្តតៃninhនិងខេត្តឡុងអានប្រទេសវៀតណាមប្រមាណ258គីឡូម៉ែត្រនៅទីរួមខេត្តស្វាយរៀងមានទន្លេធំមួយហ៊ុំព័ទ្ធនៅភាគខាងកើតនិងខាងត្បូងដោយទន្លេនោះភាគច្រើនត្រូវបានគេហៅថាទន្លេវ៉ៃគោទន្លេនេះមានជម្រៅជ្រៅអាចផ្ទុកទឹកជាច្រើនលានម៉ែត្រគូបបម្រើវិស័យកសិកម្មនិងផ្ដល់ពូជត្រីគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាជនខេត្តស្វាយរៀងមួយភាគពាក់ព័ន្ធនឹងទន្លេនេះតាមសាវតាបញ្ជាក់ថាដើមឡើយទន្លេនេះកើតឡើងពីធម្មជាតិនិងមានជម្រៅល្មមអាចឲ្យសំពៅនិងទូកនានាអាចធ្វើដំណើរបានកាលពីសម័យដើមពុំមានផ្លូវថ្នល់ឬស្ពានឆ្លងកាត់ទន្លេនេះឡើយទើបអ្នកជំនួញឬអ្នកធ្វើដំណើរតែងតែប្រើប្រាស់ផ្លូវទឹកទន្លេនេះជាផ្លូវដឹកជញ្ជូនដ៏សំខាន់និងមានដៃទន្លេភ្ជាប់ទៅភាគខាងក្រោមនៃប្រទេសផងដែរការធ្វើចរាចរណ៍ដោយសំពៅនេះហើយទើបបន្សល់ទុកនៅទូលបុរាណមួយចំនួនដែលមានឈ្មោះថាទូលសំពៅឬទូលកប់សំពៅដូចជានៅរមណីយដ្ឋានព្រៃបាសាក់ជាដើមប្រជាពលរដ្ឋរស់នៅតាមដងទន្លេតែងធ្វើជំនួញជួញដូរជាមួយជនជាតិចិនអាណាមដោយផ្អែកលើផ្លូវទឹកពិសេសទន្លេនេះមានលក្ខណៈអំណោយផលដល់ទូកសំពៅតូចធំអាចចេញចូលបានក្នុងការដោះដូរទំនិញផ្សេងៗឈ្មួញនិងអ្នកស្រុកតែងតែវាយគោឲ្យឡើងទូកឬសំពៅដើម្បីចម្លងទៅត្រើយម្ខាងនៃទន្លេហើយក៏មានទម្លាប់ហៅថាទន្លេវាយគោតរៀងមកហើយពាក្យវាយនេះคล้ายមកពីពាក្យវាយដែលមានន័យដូចគ្នានេះបើយោងតាមឯកសាររបស់បណ្ឌិតសរិនឆានៅអំឡុងឆ្នាំ1870លោក Bertos ប្រធានឋានលេខាគណិតសូរិយោដីរួមនឹងលោក Dukos ដែលជាជនជាតិបារាំងបានគូសផែនទីក្នុងពេលធ្វើអាណានិគមដោយបានបែងចែកទន្លេនេះជាពីរផ្នែកគឺទន្លេវ៉ៃគោខាងកើតដែលជាទន្លេវ៉ៃគោធំស្ថិតក្នុងទឹកដីកូសាំងស៊ីននិងទន្លេវ៉ៃគោខាងលិចដែលជាទន្លេវ៉ៃគោតូចស្ថិតនៅក្នុងទឹកដីកម្ពុជាទន្លេវ៉ៃគោខាងលិចមានប្រភពនៅបាភ្នំហូរចុះទៅដីទំនាបទៅតំបន់ក្រាំងស្លាឦសានបាភ្នំហូរតម្រង់ចូលបឹងមេសាងរួចហូរកាត់វាលទំនាបជីប៉ុចទើបហូរចូលខេត្តស្វាយរៀងពីកំពង់របស់ព្រីងទៅដល់ឃុំបាយ៉ាបឆ្លងទៅវៀតណាមរីឯទន្លេវ៉ៃគោខាងកើតមានប្រភពពីទន្លេតូចខេត្តកំពង់ចាមពេលទឹកឡើងបានហូរបែកជាពីរដោយមួយផ្នែកហូរកាត់តំបន់ទំនាបកំចៃមៀនិងមួយផ្នែកទៀតហូរកាត់ស្រុកកញ្ជ្រៀតខេត្តព្រៃវែងរួចមកប្រសពគ្នានៅអណ្ដូងត្របែកទើបមករួមគ្នានៅឃុំក្រសាំងហូរធ្លាក់មកកំពង់ត្រាចត្រោះពីមេត្រី បាតត្រាស់ហូរចូលទន្លេក្រាច់យ៉ៅប្រទេសវៀតណាមហៅថាទន្លេធំ